នេះផងដែរខ្ញុំចែកម្លែកអំពីរបៀបនៃការ import Excel workbook ជាច្រើនដែលយើងបានឃើញនេះចូលទៅក្នុង Power BI តោះកុំឲ្យខាតពេលយូរយើងចូលទៅកាន់មេរៀនទាំងអស់គ្នាសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអំពីរបៀបនៃការ import Excel workbook ជាច្រើនដែលយើងបានឃើញនេះឧទាហរណ៍ថាបើសិនយើងមាន Excel workbook 2023 2024 2025ហើយយើងចង់ import ចូលទៅក្នុង Power BI តែយើងត្រូវធ្វើយ៉ាងដូចម្ដេចដូចអ្នកទាំងអស់គ្នាបានឃើញហើយសម្រាប់ raw data Excel workbook ដែលខ្ញុំ import ចូលទៅហ្នឹងគឺមានចំនួន3 file ហើយសម្រាប់ file នីមួយៗហ្នឹងគឺវាមានផ្ទុកនៅ sheet ដូចគ្នាហើយនឹង format នៃ sheet នីមួយៗហ្នឹងវាដូចគ្នាអញ្ចឹងយើងមាននេះតកតង column ដូចគ្នាប៉ុន្តែយើងមាន sheet ទី2តកតង target អីចឹងទៅសម្រាប់ឆ្នាំ2024នោះគឺយើងមាន format នៃ column របស់យើងគឺដូចគ្នាដែរកាលណាបើសិនវាខុសគ្នានៅពេលដែលយើង import ទៅអាចមានបញ្ហាអញ្ចឹងយើងត្រូវតែឆែកមើលដូចគ្នាដែរទៅលើចំណុចមួយហ្នឹងអញ្ចឹងដើម្បី import Excel workbook ជាច្រើននឹងបានយើងចូលទៅកាន់ Power BI មកអញ្ចឹងនេះគឺជាផ្ទាំង Power BI របស់ខ្ញុំមួយដែលមិនមាន data ទេអញ្ចឹងដើម្បីចូល import បានយើងចូលទៅកាន់ get data ហើយបន្ទាប់មកអ្នកទាំងអស់គ្នាស្វែងរកពាក្យថា folder អញ្ចឹងយើងនឹង import folder របស់ Excel file ដែលយើងផ្ទុកនៅ Excel file workbook ដែលយើងចង់ import ហ្នឹងបន្ទាប់មកយើងចុច connect ដល់ពេលយើងចុច connect វានឹង load ផ្ទាំង browser មួយអញ្ចឹងយើង select ទៅលើ browser ដើម្បី select ទៅលើ folder ដែលយើងចង់ import ចូលហ្នឹងអញ្ចឹងខ្ញុំ select ទៅលើ folder ដែលខ្ញុំចង់ import ចូលបន្ទាប់មកខ្ញុំចុច OK ហើយបន្ទាប់មកខ្ញុំចុច OK ទៀតដល់ពេលដែលចូលដល់ OK ហើយវានឹងចេញផ្ទាំងមួយទៀតផ្ទាំងហ្នឹងមានយើង click មើលខាងក្រោមយើងមាន function ចំនួន4 combine load transform ហើយនឹង cancel ពីមុននៅពេលដែលយើង import ម៉ាស៊ីនយើងឃើញតែ load and transform ទេប៉ុន្តែនៅពេលដែលយើង import ច្រើនយើងនឹងឃើញ combine មួយទៀតអញ្ចឹង combine មាន2គឺ combine and transform គឺយើង combine Excel file ហ្នឹងចូលគ្នាហើយបន្ទាប់មកយើង transform ដើម្បីធ្វើការកែ format បន្ទាប់មកយើង combine and load យើង combine ហើយមានន័យយើង combine Excel workbook ដែលអ្នកទាំងអស់គ្នាបានឃើញហ្នឹង stock inventory 2023 2024ហើយនឹង Power BI នេះ extension នេះគឺជាប្រភេទនៃ file ដែលយើងបានឃើញហ្នឹងគឺយើងមាន Excel ហើយនឹង Power BI នៅក្នុង folder មិញដែលខ្ញុំបានបង្ហាញហ្នឹងអញ្ចឹងយើង load ទៅតែម្ដងអញ្ចឹងក្នុងចំណុចនេះផងដែរគឺអ្នកទាំងអស់គ្នាយើងចុចទៅលើ transform data ដើម្បីធ្វើការកែតម្រូវឬក៏លុបនៅ workbook មួយណាឬក៏ file មួយណាដែលយើងមិនចង់ import ចូលអញ្ចឹងយើងចុចទៅលើ transform data អញ្ចឹងបន្ទាប់ពីយើងចុច transform data អ្នកទាំងអស់គ្នាបានឃើញហើយអញ្ចឹងយើងមានតកតងនឹង workbook ចំនួន4ទី1តកតង Excel workbook inventory 2023 2024និង2025ហើយយើងក៏មានឃើញ file មួយទៀតដែរដែលប្រភេទជា Power BI នេះ extension អ្នកទាំងអស់គ្នា XLSX ហ្នឹងគឺ Excel ដល់ពេល PBIX ហ្នឹងគឺជាប្រភេទ Power BI តកតងនឹង Power BI នេះគឺយើងអាច import វាចូលទៅបានទេអញ្ចឹងខ្ញុំចូលទៅលុបវាចោលសិនអញ្ចឹងដើម្បីលុបវាចោលយើងគ្រាន់តែចុចទៅលើកន្លែងចំណុចមួយនេះបន្ទាប់មកយើងដក select ទៅលើ file មួយណាដែលយើងមិនចង់ import ហ្នឹងហើយបន្ទាប់មកយើងចុច OK បន្ទាប់ពីហ្នឹងហើយយើងមើល data ទាំងអស់នេះគឺយើងមិនត្រូវការទេអញ្ចឹងយើងទុកតែ content នេះទេតែតรง name extension date assisted និង date modify នេះយើងអត់ត្រូវការទេអញ្ចឹងយើងចុចទៅលើ content បន្ទាប់មកយើងមកខាងស្ដាំយើងស្វែងរកពាក្យថា remove other column ដល់ពេលយើង remove other column ហើយអញ្ចឹងយើងទុកតែ Excel workbook file ដែលយើងចង់បានហ្នឹងហើយបន្ទាប់មកយើងចូលកន្លែង transform add column យើងចូលទៅកន្លែង add column ដើម្បី add column អញ្ចឹងយើងចុច column បន្ទាប់ពីយើងចុច add column មកយើងនឹងចូលកន្លែង calculation កន្លែងហ្នឹងយើងដាក់ Excel workbook នេះបន្ទាប់មកយើងបើកវងកញ្ចក់យើងចុចពី insert វានឹង load content ហ្នឹងគឺជាចំនួនផ្ទុកនៃ cell មួយហ្នឹង
នេះ content នេះ content គឺជាកន្លែងដែល data ដែលយើងនៅសល់មកហ្នឹងហើយបន្ទាប់មកយើងបិទពងកញ្ចក់វិញបើសិនយើងទុកឈ្មោះផ្សេងយើងវាយឈ្មោះផ្សេងមកអញ្ចឹងយើងដាក់ OK អញ្ចឹងយើងនឹងឃើញ column មួយបន្ទាប់មកយើង split អាហ្នឹងយើងបំបែក column ហ្នឹង custom data ហ្នឹងអញ្ចឹងយើងចុចមើលកន្លែង custom នេះយើងចុចកន្លែងនេះចំណុចនេះយើង split វាមកបន្ទាប់ពី split ហ្នឹងគឺយើងចុច OK ដល់ពេលដែលអ្នកទាំងអស់គ្នាចុច OK អ្នកទាំងអស់គ្នានឹងឃើញទី1តើតើនឹង custom name ប្រភេទ set report target អីចឹងទៅហើយបន្ទាប់មកយើងនឹងឃើញ table ហើយអ្នកទាំងអស់គ្នាឃើញតើតើនឹងអីគេតើតើនឹង set report នេះមាន target មានអីចឹងទៅមាន sheet មានអីអញ្ចឹងមកដល់ចំណុចហ្នឹងគឺយើងចង់ទុកនៅយើងចង់ទុកតែ sheet មួយណាដែលយើងចង់មកធ្វើការដើម្បី import ចូលទេឧទាហរណ៍ថានៅក្នុង table មួយនេះ2023វាមានតើតើ set report មាន target មាន XLN នេះទៅតើតើនឹង filter data អញ្ចឹងទៅអញ្ចឹងខ្ញុំអត់ត្រូវការទេគឺខ្ញុំចង់តែ import តើតើ set report តែមួយគត់អញ្ចឹងយើងចុចកន្លែងនេះមកយើងដក selection បន្ទាប់មកយើងចុចទៅលើ set report ព្រោះដោយសារតែយើងចង់ import តែ set report ទេបើសិនយើងចង់ import target ទៀតយើង select ទៅលើ target ទៀតមកប៉ុន្តែក្នុងចំណុចនេះខ្ញុំចង់ import តើតើ set report តែមួយគត់បន្ទាប់មកខ្ញុំចុច OK បន្ទាប់ពីចុច OK ហើយយើង select ទៅលើ custom name និង custom data ដល់ពេលដែលយើង select ពីរហ្នឹងហើយមានន័យថា data ផ្សេងៗនេះគឺយើងអត់ត្រូវការវាទេអញ្ចឹងយើងចុចដូចមុនអញ្ចឹងយើងចុចកន្លែងខាងលើនេះកន្លែង custom name ក៏បាន custom data ក៏បានមកខាងស្ដាំមកបន្ទាប់មកយើង remove other column ដល់ពេលយើង remove other column យើងនឹងសល់ column 2គឺ custom name ហើយនិង custom data បន្ទាប់ពីហ្នឹងមកយើង split វាបំបែក column កន្លែង custom data នេះយើងដក tick កន្លែង use original column as a prefix អញ្ចឹងយើងអត់ត្រូវការទេអញ្ចឹងយើងចុច OK មកអញ្ចឹងយើងបាន load data ហើយអញ្ចឹងអ្នកទាំងអស់គ្នាបានឃើញហើយនេះគឺជា data ដែលយើងបាន load មកយើងចំណុចបន្ទាប់យើងចុចកន្លែង transfer មកមានន័យថាយើង promote នេះអា row ទី1ដើម្បីធ្វើជា header អញ្ចឹងយើងចុចមកចុចទៅលើ use first row as header បន្ទាប់ពីហ្នឹងមកអ្នកទាំងអស់គ្នាចូលមកឃើញ scroll មកក្រោមមកយើងអ្នកទាំងអស់គ្នានឹងឃើញនេះតើតើនឹង name នៃ column របស់ workbook ផ្សេងទៀតអញ្ចឹងយើងត្រូវការ remove វាចោលអញ្ចឹងយើងចុច filter not equal បន្ទាប់មកយើង remove number យើងចុច OK អញ្ចឹងយើង scroll មកក្រោមមកអញ្ចឹងមានន័យថាចំនួនហ្នឹងគឺបាត់ហើយគឺលេខ header ហ្នឹងហើយបន្ទាប់មកអ្នកទាំងអស់គ្នា remove នេះចោលទៅដោយសារយើងអត់ត្រូវការទេអញ្ចឹងខ្ញុំ remove column ចោលខ្ញុំ remove number នេះចោលហើយបន្ទាប់មកយើងអាច change format ទៅតាមអ្វីដែលត្រឹមត្រូវទៅឧទាហរណ៍ថាកន្លែង date នេះខ្ញុំ change ទៅ date time ខ្ញុំ change ប្រភេទ time របស់វាអញ្ចឹងគេតាម quantity នេះគឺជាចំនួនអត់មានក្បៀសទេ whole number ហើយបន្ទាប់មក unit price នេះជាចំនួនទាក់ទងនឹង currency ហើយ total price នេះក៏ currency ដែរខ្ញុំ change ទៅអញ្ចឹងហើយបន្ទាប់មក target នេះជាចំនួន whole number បើសិនវាជា decimal place ចំនួនមានក្បៀសយើងខាងវាទៅ decimal number ទៅហើយបន្ទាប់មកយើងចុច home យើងដាក់ close and apply បន្ទាប់ពីយើង close and apply នេះគឺជា name នៃ query មួយហ្នឹងអញ្ចឹងវាដាក់ combine multi excel workbook អញ្ចឹងយើងចូលទៅ rename មកចុចកន្លែង more option នេះមកយើងចូលពាក្យ rename យើងដូរទៅ cell report ឲ្យត្រូវទៅតាម sheet ហ្នឹងឬក៏ឈ្មោះងាយស្រួលយើងចំណាំហ្នឹង
ចឹងអ្នកទាំងអស់គ្នាចុចពលាវាមកចឹងអ្នកទាំងអស់គ្នានឹងឃើញហើយថាយើងធ្វើយ៉ាងម៉េចដើម្បីថាដឹងថា data នឹងត្រូវចូលឬក៏មិនចូលចឹងខ្ញុំចាប់ផ្ដើមតេស្តឲ្យបងប្អូនទាំងអស់គ្នាបានឃើញចឹងខ្ញុំចុចជាមួយមកចឹងយើងចុចយាមកហើយបន្ទាប់មកយើងចុចអូ quantity មកអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញអានេះគឺជាចំនួននៃការលក់ប្រចាំឆ្នាំនីមួយៗខ្ញុំបើកមកអញ្ចឹងនេះអញ្ចឹងយើងមានចំនួនលក់ឆ្នាំ2023 2024និង2025អញ្ចឹង data របស់យើងគឺ load បានជោគជ័យគឺយើង load Excel ជាច្រើន Excel workbook ជាច្រើនតាមមធ្យោបាយបែបនេះអញ្ចឹងតើតើនឹងមេរៀនហ្នឹងមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាមិនច្បាស់ឬក៏មានចម្ងល់អីត្រង់ណាអាច drop ជា comment ខ្ញុំនឹងបកស្រាយបន្ថែមហើយជាចុងក្រោយអ្នកទាំងអស់គ្នាសូមជួយចែករំលែកវីដេអូនេះទៅកាន់មិត្តភ័ក្តិឬក៏បងប្អូនដើម្បីទទួលបាននៅចំណេះដឹងថ្មីមួយនេះផងដែរអរគុណសម្រាប់ការទស្សនា